បើកាត់មកដល់ថ្ងៃនេះគឺរយៈពេល1ឆ្នាំហើយដែលខ្ញុំចាក់ចែងពីប្រទេសកំណើតមករស់នៅសហរដ្ឋអាមេរិកអារម្មណ៍ពេលហ្នឹងគឺពិតជាពិបាកខ្លាំងមែនតើព្រោះ30ឆ្នាំជាងហើយដែលខ្ញុំមិនដែលទៅណាដោយគ្មានវត្តមានរបស់សមាជិកគ្រួសារទេសូម្បីតែទៅដើរលេងតាមខេត្តមួយថ្ងៃពីរថ្ងៃក៏មានវត្តមានសមាជិកគ្រួសារខ្ញុំទៅជាមួយដែរប៉ុន្តែការចាក់ចែងមករស់នៅអាមេរិកនេះគឺខ្ញុំមកមានតែកូនទេហើយនឹងប្តីបងប្អូនមានដែរប៉ុន្តែគាត់នៅរដ្ឋផ្សេងរដ្ឋឆ្ងាយពីខ្ញុំហើយខ្ញុំគិតថារយៈពេល1ឆ្នាំនេះបើសម្រាប់ពេលវេលាធម្មតាវាពិតជាដើរលឿនខ្លាំងមែនតើប៉ុន្តែសម្រាប់អ្នកដែលនៅឆ្ងាយពីគ្រួសារម៉ែឪបងប្អូនគឺវាពិតជាយូរខ្លាំងមែនតើក្នុងការទន្ទឹងត្រឡប់ទៅលេងពួកគាត់វិញប៉ុន្តែអត់ទាន់ដឹងថាមានពេលណាទេហើយក្នុងការធ្វើដំណើរនេះវាបានជួបឧបសគ្គតិចតួចដែរពីព្រោះនៅពេលដែលទិញសំបុត្រយន្តហោះគឺពួកខ្ញុំអត់បានពិនិត្យទេថាពួកយើងអត់បានស៊ីតដែលអង្គុយចិត្តគ្នារហូតដល់ពេលទៅ check in បានដឹងថាកៅអីពួកខ្ញុំអត់បានជាប់គ្នាទេប៉ុន្តែដោយសារពេលហោះពីខ្មែរមកតៃវ៉ាន់ហ្នឹងយន្តហោះគឺទលាយអញ្ចឹងខាង check in ហ្នឹងគឺគេជួយរៀបចំឲ្យយើងបានអង្គុយកៅអី3ហ្នឹងជាប់គ្នាតែម្ដងហើយខ្ញុំបារម្ភជាមួយនឹងអូនអេលីដែរព្រោះគាត់អត់ដែរជាយន្តហោះហើយក៏អត់ដែរធ្វើដំណើរឆ្ងាយនឹងយូរម៉ោងបែបហ្នឹងដែរគឺបារម្ភមែនតែអូនអេលីគឺងាយស្រួលគ្រាន់តែពេលយន្តហោះឡើងគឺគាត់គេងបន្ទាប់តពីគេងនឹងអញ្ចឹងទៅក៏គាត់ភ្ញាក់មើលទូរទស្សន៍មើលអីអញ្ចឹងទៅណែមួយដោយសារតែខ្ញុំជ្រើសរើសយកពេលវេលាហោះហ្នឹងគឺយប់ដែរខ្ញុំចេញពីស្រុកខ្មែរហ្នឹងពេលល្ងាចអញ្ចឹងយើងហោះយប់រហូតអញ្ចឹងទៅគឺអូនអេលីគាត់ស៊ាំជាមួយនឹងម៉ោងពេលយប់អញ្ចឹងហើយនេះគឺខ្ញុំមកដល់ពលានតៃវ៉ាន់ហើយអញ្ចឹងគឺយើងមានពេលប្រហែលជា2ម៉ោងដើម្បីហៅ gate ហើយរងចាំការ fly មកតង់ទៀតទៅអាមេរិកអញ្ចឹងទៅហើយ fly ពីតៃវ៉ាន់ទៅអាមេរិកហ្នឹងគឺយូរចាប់ផ្ដើមភ័យមកតង់ទៀតហើយព្រោះវាយូរខ្លាំងពេលខ្មែរមកតៃវ៉ាន់វារៀងលឿនដែរអញ្ចឹងអូនអេលីអត់អីទេទៅពេល fly 10ម៉ោងជាងនេះគឺខ្ញុំភ័យទៀតដែរប៉ុន្តែអូនអេលីនៅតែងាយស្រួលសម្រាប់យើងអញ្ចឹងណាគាត់អត់ហៅរឿងអត់ធ្វើទុកអីទេហើយនៅពេលដែលឡើងមកយន្តហោះធំនេះគឺខ្ញុំបារម្ភខ្លាំងមែនតើដោយសារតែស៊ីតយើងអត់បានជាប់គ្នាទៅពេលអញ្ចឹងប្តីខ្ញុំគាត់ចាំសុំអ្នកដំណើរដែលអង្គុយចិត្តខ្ញុំហ្នឹងគាត់សុំបដូរហើយយើងក៏បានចរចាជាមួយគាត់ថាយើងនឹងជួយចេញថ្លៃគាត់ទិញអាកៅអីមុខហ្នឹងព្រោះអាកៅអីមុខហ្នឹងគឺតម្លៃផ្សេងអញ្ចឹងទៅប៉ុន្តែគឺខ្ញុំអរគុណគាត់ខ្លាំងមែនតើគឺគាត់ដូរឲ្យយើងទាំងសុបាយចិត្តហើយគឺគាត់អត់ឲ្យយើងជួយចេញថ្លៃសបុតក្អីអីហ្នឹងទេគឺគាត់សប្បាយចិត្តនឹងបដូរឲ្យយើងដើម្បីឲ្យយើងបានគួយជុំគ្នាមើលជួយមើល baby អីអញ្ចឹងណាហើយអូនអេលីនេះគឺចេះខ្លាំងមែនតើពេលយន្តហោះឡើងគាត់សង្ងំគេងតែពេលដល់ម៉ោងញ៉ាំគឺគាត់ងើបមកញ៉ាំហើយគឺគាត់ត្រឡប់ទៅគេងកន្លែងគាត់វិញគឺអត់ចេះហៅរឿងទេគាត់ថាចង់លេងរៀងច្រើនដែរអញ្ចឹងណាតែពេលនេះគឺពេលផឹកហើយយន្តហោះចិត្តចោះចោលតែអញ្ចឹងគាត់ងើបអង្គុយលេងនៅក្នុងកន្លែងគេងគាត់នឹងមកសតុះអញ្ចឹងទៅតំណមទៅពេលគេរៀបចំកន្លែងខែគាត់នឹងទុកវិញដើម្បីត្រៀមចោះចោលទៅហើយគឺថាអូនអេលីគឺល្អខ្លាំងខ្ញុំសប្បាយចិត្តមែនតើតែកូនអត់ហៅរឿងអញ្ចឹងណាថ្ងៃនេះបានមកអង្គុយចិត្តប៉ាប៉ាព្រោះយន្តហោះនឹងធៀមចោះចោលមែនតើហើយការហោះហើរនេះគឺខ្ញុំហោះ3តង់ខ្មែរតៃវ៉ាន់អាមេរិកហើយនឹងហោះនៅក្នុងស្រុកមួយតង់ទៀតហោះក្នុងស្រុកហ្នឹងដូចជាជាង3ម៉ោងដែរដើម្បីទៅពលាននៅចិត្តផ្ទះហ៎ហើយនេះគឺមកដល់ពលានធំហ្នឹងហើយយើងចាំយកវ៉ាន់ដើម្បី check in ម្ដងទៀតព្រោះគេតម្រូវយើងយកវ៉ាន់ទៅ check in ម្ដងទៀតអញ្ចឹងហើយអូនអេលីនិយាយថារុះរាយខ្លាំងមែនតើទាំងក្នុងយន្តហោះទាំងនៅកន្លែងឈរម្ដងជូអីចាំយូរមិនគឺអត់រហរឿងឯងគឺនៅនិយាយជាមួយគេអ្នកនៅចិត្តហ្នឹងអីអញ្ចឹងទៅហើយនេះប៉ាដាក់ហុញអាទៀគឺមមីសុំអង្គុយដែរដើរហត់ពេកព្រោះពលានហ្នឹងគឺធំខ្លាំងហើយពេលហ្នឹងគឺវឹកវររកន្លែង check in ព្រោះពេលហ្នឹងយើងកេះមានកេះមហូបសាច់សអីអញ្ចឹងត្រូវរកកេះបន្ថែមមកតង់ទៀតពេលហ្នឹងគឺអត់ដឹងទេអញ្ចឹងត្រូវដើររឡើងវល់ពេញហ្នឹងតែម្ដង
ហើយនេះអូនអេលីបានឡើងមកលើយន្តហោះហើយចាំហោះហើរមកតង់ទៀតនិយាយថាឲ្យតបានឡើងលើយន្តហោះគឺសុបាយលេងសុបាយកោហ្មងអានេះហោះពេលផឹកចឹងគាត់គេងពីយប់ឆ្អែតទៅពេលចឹងគឺគាត់អត់មានសង្ងំគេងទេហោះ3ម៉ោងជាងហ្នឹងគឺគាត់លេងរហូតតែម្ដងហើយម៉ាក់នេះវិញភ័យកូនតែកូនអត់មានភ័យអីសោះគឺសុបាយលេងរហូតទាំងពេលហោះឡើងទាំងពេលចុះចតអីហ្នឹងគឺគាត់អត់មានភ័យទេហើយម៉ាមីនេះភ័យអើយភ័យខ្លាចកូនអត់ស្រួលខ្លាចកូនធ្វើទុកខរឿងអីចឹងទៅតែកូនវិញអត់គឺសុបាយតែម្ដងសុបាយរហូតចាហើយបន្ទាប់ទៅពីហ្នឹងមកគឺយើងចុះមកដើម្បីយកអីវ៉ាន់ចេញពីពលានដើម្បីធ្វើដំណើរទៅផ្ទះហើយធ្វើដំណើរទៅផ្ទះហ្នឹងគឺយើងធ្វើដំណើររយៈពេលប្រហែលជា1ម៉ោងជាងទៀតពីពលានហ្នឹងពូបានពុកម៉ាក់បងគាត់ទៅយកទៅពេលអញ្ចឹងហើយយើងធ្វើដំណើរមកខ្លួនឯងមកតង់ទៀតដើម្បីមកដល់ផ្ទះគាត់ទៅមកដល់មុខផ្ទះយើងថាអូយសប្បាយអខ្លាំងមែនតែនព្រោះយើងក៏តែអូយធ្វើដំណើរមកយូរម៉ោងហើយយើងបានមកដល់ផ្ទះបានសម្រាប់អីចឹងហើយកូនក៏អត់ហៅរឿងទៀតគឺអូយសប្បាយចិត្តខ្លាំងមែនតែន